ជំរាបសួរលោកគ្រូអ្នកគ្រូនៅក្នុងថ្ងៃនេះខ្ញុំសូមចែកព័ត៌មានមួយពាក់ព័ន្ធជាមួយនឹង AI ដែលព័ត៌មាននេះត្រូវបានចែករំលែកហើយនឹងផុសដោយ Google for Education តែម្ដងបាទដែលលោកគ្រូអ្នកគ្រូក៏ដូចជាគ្រូនិស្សិតឬក៏សិស្សានុសិស្សក៏អាចចុះឈ្មោះចូលរៀនបានផងដែរគឺវគ្គហ្នឹងគឺគេចង់ផ្ដោតទៅលើបាទ Google បាទ AI for Educator Series បាទមានន័យថាគឺជាការសិក្សា Google AI ដោយផ្ដោតសំខាន់ទៅលើអ្នកអប់រំអញ្ចឹងខ្ញុំគិតថាវគ្គបណ្ដុះបណ្ដាលនេះគឺពិតជាល្អមែនទែនសម្រាប់លោកគ្រូអ្នកគ្រូដែលគួរតែចុះឈ្មោះហើយនឹងចំណាយពេលសិក្សាជាមួយនឹងវាដោយសារខ្ញុំចូលមើលមិញហ្នឹងគឺល្អមែនទែនដែលមានមេរៀនសរសេរលម្អិតអំពីរបៀបនៅក្នុងការប្រើប្រាស់ហើយនឹងមានផលិតផលផ្សេងជាច្រើនទៀតដែលយើងអាចនឹងយល់ដឹងមិនថានៅពេលដែលយើងចូលរៀនហើយយើងមានយល់ដឹងយើងមានចំណេះដឹងផ្នែក AI ហ្នឹងយើងអាចយកវាទៅប្រើការបានជាមួយនឹងវិស័យអប់រំបាទអញ្ចឹងដើម្បីចុះឈ្មោះលោកអ្នកគ្រូគ្រាន់តែចុច link ហ្នឹងទៅគឺយើងចូលទៅកាន់ទំនោរនៃការចុះឈ្មោះហើយបាទអញ្ចឹងខ្ញុំនឹងដាក់នៅលើវីដេអូបន្តទៀតហើយអញ្ចឹងនៅពេលដែលចុះឈ្មោះលោកគ្រូអ្នកគ្រូមានជម្រើសនៅក្នុងការជ្រើសរើសទី1គឺ sign up បាទហើយទី2ហ្នឹងគឺយើងជ្រើសរើសទៅលើ sign in យកតែម្ដងសម្រាប់ខ្ញុំផ្ទាល់ដោយសារតែបទពិសោធន៍របស់យើងគឺយើងមានគណនី Gmail គ្រប់គ្នាហើយដូច្នេះខ្ញុំអត់ណែនាំសម្រាប់ជំរើស sign up ទេគឺណែនាំលោកគ្រូអ្នកគ្រូឲ្យយកជំរើស sign in តែម្ដងដើម្បី log in ចូលទៅកាន់គណនី Gmail របស់យើងតែម្ដងណាបាទអញ្ចឹងយើងនៅពេលដែលយើងចុច sign in វាមាន3ជំរើសឲ្យយើងនៅក្នុងហ្នឹងណាអញ្ចឹងលោកគ្រូអ្នកគ្រូអាចយកជំរើសទី1ក៏បានអាចយកជំរើសទី2ក៏បានទី3ក៏បានប៉ុន្តែសម្រាប់ខ្ញុំគឺណែនាំជូនយក2ជំរើសគឺលោកគ្រូអ្នកគ្រូអាចយកជំរើសទី1គឺ with Google Classroom មានន័យថាយើងភ្ជាប់ជាមួយនឹងគណនី Gmail Google Classroom របស់យើងហើយទី2នោះគឺ Google Cloud គឺ Google Storage របស់យើងហ្នឹងប៉ុន្តែសម្រាប់កណ្ដាលនេះគឺអត់ណែនាំជូនលោកគ្រូអ្នកគ្រូទេនៅពេលដែលគ្រូអ្នកគ្រូចុះឈ្មោះចូលទៅវានឹងទាព័ត៌មានអញ្ញែច្រើនវាទា Gmail របស់សាលាទីតាំងសាលាឬអីផ្សេងអញ្ចឹងណាអញ្ចឹងទី2នេះមិនបាច់យកទេលោកគ្រូអ្នកគ្រូយកជំរើសទី1ក៏បានទី2ក៏បានដែរហើយយើងគ្រាន់តែចុចលើវាទៅបាទយកជំរើសទី1ត្មងទៅបាទចុចទៅហើយយើងទៅរកគណនី Gmail របស់យើងប៉ុន្តែដោយសារតែខ្ញុំអឺបានចុះឈ្មោះរួចរាល់ហើយដូច្នេះទៅលោកគ្រូអ្នកគ្រូចុចទៅវាលោតបែបហ្នឹងតែម្ដងបាទអញ្ចឹងកន្លែងនេះយើងគ្រាន់តែចុចget start មកព្រោះអីនេះនៅពេលដែលយើងចូលទៅ Google Classroom របស់យើងវាលោតមកនេះ Introduct Generative AI បាទ for Educator អញ្ចឹងយើងចុច get start មកអញ្ចឹងនៅពេលដែលលោកគ្រូចុច get start ទៅវានឹងចូលទៅកាន់បាទផ្ទាំងនៃការសិក្សារបស់យើងហើយយើង log in ចូលចុច log in នៅកន្លែងនេះបន្តទៀតទៅដោយសារតែគណនីខ្ញុំច្រើនហើយយើងអត់ប្រើនៅលើ Chrome បាទអញ្ចឹងហើយបានវាលោតចឹងឥឡូវខ្ញុំសូមចូលទៅកាន់ Chrome វិញណាបាទដោយសារនេះខ្ញុំកំពុងប្រើ Microsoft Edge បាទអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចូលទៅកាន់ Chrome គឺវាចេញបែបនេះហើយយើងនឹងឃើញមាន profile របស់យើងបាទនេះបាទឃើញរូប profile របស់យើងអញ្ចឹងមានន័យថាយើងអាច log in ចូលប្រើប្រាស់បានហើយអញ្ចឹងលោកគ្រូអ្នកគ្រូនឹងឃើញមាន menu របស់វានៅផ្នែកខាងលើនេះបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចចុចមើលក៏ប៉ុន្តែនៅត្រង់ចំណុចនេះគឺយើងបានចុះឈ្មោះរៀនមិញហ្នឹងគឺ Google AI Educator Series បាទអញ្ចឹងចុចលើវាចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចុចទៅលោកគ្រូអ្នកគ្រូនឹងឃើញមេត្តាអប់រំជាច្រើនដែលយើងនឹងរៀនហើយលោកគ្រូអ្នកគ្រូតលេងអង្គុយអានទៅគឺទទួលបានចំណេះដឹងច្រើនហើយខ្ញុំភ្ញាក់ផ្អើលមែនទែននៅពេលដែលខ្ញុំអានទៅគឺចំណេះដឹងរបស់ខ្ញុំគឺកើនបាទហើយខ្ញុំដឹងថាអូខ្ញុំប្រើពីមុនមិនម៉ាបាទអញ្ចឹងនៅក្នុងហ្នឹងគឺវាមាន all ហ្នឹងវាមាន Gemini Notebook LM Canvas បាទ Generate Image Create Music Create Video អីចឹងមកបាទមានច្រើនអានេះយើងគ្រីសទៅវាចេញមេត្តាមេរៀននៅខាងក្រោមនេះប៉ុន្តែបើយកល្អយើងដាក់ all មកបាទដាក់ all គឺមានន័យថាទាំងអស់អញ្ចឹងលោកគ្រូអ្នកគ្រូរៀនបដាប្រឡងបដាដូចខ្ញុំហ្នឹងខ្ញុំបាន complete ហើយនេះវគ្គទី1ដោយសារខ្ញុំចូលសិក្សាមិញណាអញ្ចឹងខ្ញុំបាន complete វគ្គទី1ហើយអញ្ចឹងយើងអាចចុច C bed នេះមកបាទអញ្ចឹងនៅពេលដែលយើងចុចទៅវានឹងលោតទៅកាន់មេរៀនរបស់យើងដល់ពេលលោកគ្រូអ្នកគ្រូចប់លោកគ្រូអ្នកគ្រូធ្វើការប្រឡងទៅគឺវាបញ្ចប់ឲ្យយើងតែដោយសារខ្ញុំបានបញ្ចប់អានេះរួចរាល់ហើយខ្ញុំធ្វើតេស្តធ្វើអីហើយអស់ហើយអញ្ចឹងនៅពេលដែលខ្ញុំចង់ចូលទៅវគ្គថ្មីគឺយើងចុចទៅអាទី2ព្រោះអាទី1យើង complete អញ្ចឹងខ្ញុំចូលដល់វគ្គទី2វគ្គទី2នេះគឺគេនិយាយអំពីប្រធានបទគឺពាក់ព័ន្ធជាមួយនឹង notebook LM ចុះលោកគ្រូអ្នកគ្រូប្រហែលជាមានបញ្ហាមួយចុះបើសិនជាខ្ញុំអត់ចេះភាសាអង់គ្លេសតើខ្ញុំរៀនដោយរបៀបណាអញ្ចឹងជាទូទៅនៅក្នុង Google Chrome ហ្នឹងវាមានមុខងារមួយតែម្ដងលោកគ្រូអ្នកគ្រូនៅលើរបារ search នៅផ្នែកខាងលើនេះបាទ
គឺវាមានប៊ូតុង Google Translate អញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែចុចទៅលើប៊ូតុងហ្នឹងមកហើយយើងធ្វើការជ្រើសរើសភាសាខ្មែរមកដូចខ្ញុំជាក់ស្ដែងគឺខ្ញុំមិនចេះភាសាអង់គ្លេសអីទេបាទมันអាចប្រើការបានในបច្ចុប្បន្ននោះគឺខ្ញុំបានតែប្រើប្រាស់ភាសាខ្មែរហើយនឹងចំណេះដឹងខ្លះៗដែលយើងបត់បែនពេលដែលយើងអត់យល់យើងសួរ AI ឬក៏ Translate បន្តទេបាទចឹងនៅកន្លែងនេះយើងចុចទៅលើភាសាខ្មែរមកកន្លែងនេះបើសិនជាលោកគ្រូអ្នកគ្រូថ្មីយើងត្រូវជ្រើសរើសភាសាបាទជ្រើសរើសភាសាមកហើយបន្ទាប់មកបានមានជាប់ខ្មែរនឹងតែដោយសារខ្ញុំជ្រើសរើសភាសានឹងហើយចឹងហើយវាមានខ្មែរអូតូអញ្ចឹងវាចាប់ផ្ដើមមានមេរៀននេះចឹងលោកគ្រូអ្នកគ្រូមើលមកសេចក្តី5អំពី Google Notebook LM ចឹងលោកគ្រូអ្នកគ្រូអាចចូលរៀនអំពី Google Notebook LM សម្រាប់លោកគ្រូអ្នកគ្រូដែលចង់ដឹងបាទអំពី web បាទជាមួយនឹង Gemini កម្មវិធីគរុកោសលបាទកម្មវិធីគរុកោសលមានអីហ្នឹងលោកគ្រូអ្នកគ្រូមើលតាមហ្នឹងមកបាទអញ្ចឹងវាមានមុខងារជាច្រើនមាន topic ជាច្រើនហើយខ្ញុំនឹងព្យាយាមរៀនដែរដោយសារចូលមើលមិញគឺល្អមែនតើបាទវាបង្ហាញអំពីការសរសេរ prompt ឲ្យមានលក្ខណៈគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយហើយគេផ្ដោតសំខាន់គឺទៅលើការបងរៀនអញ្ចឹងគេមានឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងថ្នាក់មត្តេយ្យដល់ទី12ឧទាហរណ៍អំពីការប្រើប្រាស់កម្រិតធ្ងន់អីចឹងកម្រិតខ្ពស់សុំទោសបាទអញ្ចឹងលោកគ្រូមើលមកនេះប្រធានបទមានគ្រូនៅនឹងកាន់ស្រាប់អញ្ចឹងយើងមានប្រធានបទច្រើនមែនតើហើយប៉ុន្តែនៅកន្លែងនេះគឺមានអក្សរតម្រូវឲ្យយើងអង្គុយអានហើយក៏មានវីដេអូខ្លីៗតិចតួចដែរនៅក្នុងហ្នឹងអញ្ចឹងលោកគ្រូរៀនចប់អាចធ្វើការប្រឡងនៅក្នុងបាទមេរៀនមួយហ្នឹងក៏បានហើយឬក៏គេមានការចុះឈ្មោះប្រឡងនេះអញ្ចឹងពេលដែលយើងចប់យើងអាចចុះឈ្មោះប្រឡងកន្លែងណា Educator level 1 level 2 Gemini Educator អញ្ចឹងយើងចុះឈ្មោះប្រឡងទៅដើម្បីទទួលបានប្រហែលជាបាន certificate នៅកន្លែងនេះតែខ្ញុំអត់ទាន់ច្បាស់ដែរដោយសារតែខ្ញុំអត់ទាន់បានចូលរៀនគ្រប់ខ្ញុំទៅតែចូលមិញហ្នឹងឯងដោយសារតែឃើញ Facebook គេផុសណាបាទគឺជា Facebook របស់ Google Educator ផ្ទាល់តែម្ដងអញ្ចឹងលោកគ្រូអាចតាមដាន Facebook page របស់គេក៏បានដែរដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធជាមួយនឹងការអប់រំបាទអញ្ចឹងគេផុសនេះមួយថ្ងៃមុនទេតែបើតាមដឹងព័ត៌មានហ្នឹងគឺគេដាក់ផ្ដល់ឲ្យសិក្សាហ្នឹងយូរណាស់ហើយប៉ុន្តែខ្ញុំអត់បានដឹងថាតើមេត្តាការដែលគេផ្ដល់ឲ្យក្រុមហ៊ុន Google ផ្ដល់ឲ្យហ្នឹងមានអីខ្លះអញ្ចឹងចែកដល់អីចូលទៅមើលឃើញអញ្ចឹងខ្ញុំគិតថាព័ត៌មាននេះគឺជាព័ត៌មានល្អមួយដែលចែករំលែកជូនលោកគ្រូអ្នកគ្រូជាពិសេសលោកគ្រូអ្នកគ្រូដែលទើបតែចាប់ផ្ដើមក្នុងការចាប់អារម្មណ៍ក្នុងការរៀន AI លោកគ្រូអ្នកគ្រូអាចមើលមេរៀនរបស់គេនឹងបានដើម្បីយកជាទុនយកទៅប្រើប្រាស់ជាមួយនឹងការបង្រៀននិងរៀនរបស់យើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បាទចឹងនៅក្នុងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនជម្រាបលា